អាជ្ញាធរខេត្តកំពង់ចាមណែនាំឲ្យក្រុមហ៊ុនម៉ៅកាពន្លឿនអ៊ុតកៅស៊ូលើផ្លូវជាតិលេខ7បង្ហើយ6គីឡូម៉ែត្រដើម្បីសម្រួលដល់ការយាងរបស់មហាក្សត្រជាធិបតីក្នុងពិធីបុណ្យរុក្ខទិវានៅស្រុកចំការលើអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចន្ទដានៅព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ2025នេះបានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យតាមដងផ្លូវជាតិចាប់ពីស្រុកបាធាយស្រុកជើងព្រៃស្រុកព្រៃឈររហូតដល់ចំណុចផ្លូវបំបែកត្រើងក្នុងស្រុកកំពង់សៀមក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាពផ្លូវដើម្បីជាការអបអរសាទរដែលព្រះមហាក្សត្រព្រះអង្គយាងជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខទិវានៅស្រុកចំការលើនៅថ្ងៃទី9ខែកក្កដាឆ្នាំ2025ខាងមុខនេះឯកឧត្តមអ៊ុនចន្ទដាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងថាដើម្បីជាការអបអរសាទរក្នុងឱកាសបុណ្យរុក្ខទិវាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលប្រព្រឹត្តទៅនៅថ្ងៃទី9ខែកក្កដាឆ្នាំ2025ខាងមុខនេះអាជ្ញាធរខេត្តកំពង់ចាមរួមជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះពិនិត្យមើលសកម្មភាពការងារស្ថាបនាលើកកម្ពស់គុណភាពផ្លូវជាតិលេខ7ដែលមកដល់ពេលនេះដំណើរការក្នុងការអ៊ុតកៅស៊ូនៅសល់ប្រវែង6គីឡូម៉ែត្រទៀតនៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃនិងស្រុកកំពង់សៀមឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថាបន្ទាប់ពីការចុះពិនិត្យនោះអាជ្ញាធរខេត្តបានធ្វើការណែនាំឲ្យក្រុមហ៊ុនអ្នកទទួលការជំរុញការស្ថាបនាការអ៊ុតកៅស៊ូបង្ហើយប្រវែង6គីឡូម៉ែត្រនោះឲ្យរួចរាល់នៅថ្ងៃទី7ខែកក្កដាដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រតិភូដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវាខាងមុខនេះឯកឧត្តមអ៊ុនចន្ទដាបានបញ្ជាក់ថាការងារខាងលើនេះខាងក្រុមហ៊ុនទទួលការបានឯកភាពធ្វើការបន្ថែមកម្លាំងដើម្បីជំរុញការងារអ៊ុតកៅស៊ូមិចបង្ហើយប្រវែង6គីឡូម៉ែត្រនោះជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុកអ្នកពាក់ព័ន្ធទាំងអស់ឲ្យធ្វើការពង្រឹងលើសណ្ដាប់ធ្នាប់និងការរៀបចំសោភ័ណភាពតាមដងផ្លូវឲ្យបានស្រស់ស្អាតផងដែរ